តំបន់ហ្នឹងគឺជាបានកន្លែងជាសំតីម្នាក់មិនធម្មតាទេវាត្រូវការមានការអស្ចារ្យប៉ិតនឹងបានខ្ញុំនឹងឲ្យបងប្អូនហ្នឹងគឺជាមើលឃើញគ្រួសាររបស់ពូម្នាក់ដែលគាត់បានទទួលការអស្ចារ្យប៉ិតមកពីបងស្រីម៉ារីយ៉ាត្រូនកាទីយើងនៅជាមួយគ្រួសារដែលមានអស្ចារ្យមកពីបងស្រីម៉ារីយ៉ាត្រូនកាទីគេសប្បាយចិត្តណាស់គេចំនិយាយជម្រាបសួរនៅប្រទេសកម្ពុជាទាំងអស់ Can you say hello? ¿Podéis decir hola? Hola. Hola. Muy buenas tardes. Muy buenas tardes. ហ្នឹងគឺជារឿងហ្នឹងវាកាត់ឡើងយ៉ាងម៉េចខ្ញុំសូមអញ្ជើញបងស្រីពីរនាក់ហ្នឹងចែករំលែកជាមួយយើងបងស្រីហេម៉ាបងស្រីស្រីអូនចូលដូច្នេះខ្ញុំចង់សួរបងស្រីថាមុនហេតុអ្វីហ្នឹងគឺជាពូហ្នឹងមានរឿងអ្វីកាត់ឡើងសម្រាប់គាត់អញ្ចឹង ពូម្នាក់នេះមានថ្ងៃមួយគាត់ធ្វើការនៅប្រទេសហើយមានថ្មធំដល់ធាក់លើក្បាលរបស់គាត់ហើយគាត់សំឡប់បង សូមមកតែម្ដង សំឡប់តែម្ដង មិនស្លាប់ទេ អត់ទាន់ស្លាប់ទេ អូ ប៉ុន្តែគ្រួសារគាត់ជួនគាត់ទៅមន្ទីរពេទ្យដោយសារប្រទេសរបស់គាត់ឆ្ងាយណាស់ហើយត្រូវការជីយន្តហោះទៅមន្ទីរពេទ្យទី1នៅមន្ទីរពេទ្យទី1គ្រូពេទ្យនិយាយថាខ្ញុំធ្វើអត់បាន ចា ទៅមន្ទីរពេទ្យធំជាងមន្ទីរពេទ្យទី2នៅមន្ទីរពេទ្យទី2ពេទ្យនិយាយថាគាត់អត់មានសង្ឃឹមជួនគាត់ទៅប្រទេសល្អជាងគាត់មានកន្លែងស្អាតកន្លែងល្អដល់បាន ចំក្រោយដូច្នេះពេលក្រោយមានរឿងអីកាត់ឡើងបងស្រីទេមក គាត់អត់ដឹងខ្លួនគាត់ដាក់អត់បានដូច្នេះពេលនោះមានអ្នកកាន់ក្នុងគ្រួសាររបស់គាត់អ្នកស្គាល់បងស្រីម៉ារីយ៉ាត្រូនកាទីគាត់ចាប់ផ្ដើមអធិដ្ឋានឲ្យដើម្បីគាត់មានសុខភាពវិញចាប់ផ្ដើមអធិដ្ឋានមួយថ្ងៃមួយបងស្រីម៉ារីយ៉ាជួបគាត់នៅកាន់ក្នុងទៅយប់ បងហាមខ្លួន ប្រា បងស្រីពេលហ្នឹងនៅស្តាំបរំសពហើយអូបងហាមខ្លួនបងហៅចំព្រមគាត់អត់ដឹងខ្លួនប៉ុន្តែចាប់ផ្ដើមស្ដាប់សំឡេងរបស់គាត់មានបញ្ហាអីពូគាត់និយាយថាកញ្ញាជួលនេះកញ្ញាអត់បាននិយាយអត់បានដាក់អត់បានកុំក្លាប់ទេកញ្ញាឲ្យសុខភាពវិញប៉ុន្តែមួយកុំក្លាប់ទេ គុំខ្លាប់អីអូពិសេសមែន ចាពេលនោះប្រហែលថ្ងៃទៅក្រោយគាត់ចាប់ផ្ដើមនិយាយពី ពេលគាត់អត់ដឹងខ្លួនតែឥឡូវនិយាយបាន ចាដូចជាការអត់ចាខ្លាំងមែនតើគាត់ចាប់ផ្ដើមនិយាយជាមួយគ្រួសារគាត់ចាប់ផ្ដើមជីវិតថ្មីចាប់ផ្ដើមនិយាយចាប់ផ្ដើមដាគ្រូពេទ្យរបស់គាត់និយាយថានេះជាការអត់ចាពេទ្យខ្ញុំឮថាគាត់នឹងបាត់ជាជំងឺរបស់គាត់នៅខ្លួនហើយឮថាគាត់បានជាទាំងអំពីចិត្តវិទ្យាមានន័យថាដូចវិញ្ញាណរបស់គាត់ទៀតគាត់មានរឿងអីទេ ចាខ្ញុំឮថាគាត់ថ្ងៃមួយគាត់ក៏និយាយថាពីមុនគាត់ជាមនុស្សមិនសូវល្អទេធ្វើអ្វីមិនសូវល្អប៉ុន្តែឥឡូវក្រៅការអស្ចារ្យនេះគាត់ជឿលើព្រះជាម្ចាស់មែនដោយសារបងស្រីម៉ារីយ៉ាត្រូនកាទីអធិដ្ឋានសម្រាប់គាត់ហើយគាត់ជឿថាមានព្រះជាម្ចាស់ហើយព្រះជាម្ចាស់ក៏ស្រឡាញ់គាត់ឲ្យគាត់មានជីវិតទី2ដូច្នេះគាត់ក៏ចាប់ផ្ដើមធ្វើល្អវិញហើយឥឡូវគាត់ក៏ជឿលើព្រះជាម្ចាស់ ល្អប៉ុណ្ណឹងចានឹងគឺជាអ្វីក៏អស្ចារ្យពិសេសណាស់សម្រាប់គាត់ដូច្នេះយើងដឹងថានឹងគឺជាជំនឿអាចជួយគាត់បានហើយតាមរយៈបងស្រីម៉ារីយ៉ាត្រូនកាទីយើងដឹងថានេះគឺជាបងស្រីបន្តទៀតនឹងអធិដ្ឋានសម្រាប់យើងទាំងអស់គ្នាបងស្រីមែនតែមកណាស់មែនហើយជំរាបលា